ថ្ងៃទី2នៃការដើរលេងរបស់ខ្ញុំចង់នៅថាខ្ញុំធ្វើអីគេខ្លះទៅណាខ្លះញ៉ាំអីខ្លះតោះមកមើលវីដេអូនេះដល់ចប់ណាអានេះខ្ញុំ get ready ហើយណាគ្នាព្រលឹមឡើងនឹងគឺថាខ្ញុំ late ជាងគេព្រោះដោយសារអីខ្ញុំមិនសូវ clear អញ្ចឹងទៅគេចុះទៅញ៉ាំ breakfast មុនអញ្ចឹងណាអញ្ចឹងហើយអានេះខ្ញុំកំពុងតែរងចាំចរាយន្តដើម្បីចុះទៅញ៉ាំអីនៅជាន់ក្រោមណាគ្នាសម្រាប់ខ្ញុំហ្មងព្រលឹមឡើងអត់សូវ clear ទេណាគ្នានិយាយទៅដាក់អីក៏អត់ចូលដែរវាថាញ៉ាំឲ្យតែបានអញ្ចឹងណានំប៉័ងមួយហើយណាគ្នាមើលតែមាត់ខ្ញុំទៅនេះដឹងហើយណាគ្នាដាក់តែនំប៉័ងមួយគឺហើយតែម្ដងឥឡូវនេះខ្ញុំបានមកដល់កន្លែងព្រំដែនដែលយើងត្រូវវាយ passport ចូលសិង្ហបុរីអ្នកគ្នាហើយប្រទេសម៉ាឡេជាមួយនឹងសិង្ហបុរីហ្នឹងបែងចែកខណ្ឌដោយសមុទ្រអ្នកគ្នាអញ្ចឹងពេលដែលយើងឆ្លងសមុទ្រហើយគឺយើងបានមកដល់ប្រទេសសិង្ហបុរីគ្រាន់តែចូលមកដល់ប្រទេសសិង្ហបុរីភ្លាមគឺឃើញសិតតកុងតឺន័រមកអ្នកគ្នាព្រោះដោយសារប្រទេសសិង្ហបុរីនេះរីកចម្រើនខ្លាំងបំផុតហ្នឹងគឺដោយសារតែកំពង់ផែគេនឹងឯងព្រោះដោយសារមកពីប្រទេសណាក៏ដោយគឺត្រូវតែឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរីនឹងមកអញ្ចឹងទៅគេបានលុយច្រើនមកពីនឹងអញ្ចឹងណាអានេះតាមអីដែរធូរកាយខ្ញុំគាត់ប្រាប់សម្រាប់អ្នកគេដែលគាត់អត់បានមើល part 1 ទេអាចចូលទៅមើល part 1 សិនបានណាអ្នកគ្នាចាំខ្ញុំដាក់ link នៅក្នុង description ណាអញ្ចឹងឥឡូវនេះគឺខ្ញុំមកដល់កន្លែង Universal គេហ្នឹងហើយនិយាយទៅមកសិង្ហបុរីភាគច្រើនគឺគេមកកន្លែងរូបផែនដីនឹងមកអ្នកគ្នានេះពងតែថតកកើមើលមកចាកកើមាន baby ហើយអ្នកគ្នានេះភាគច្រើនគឺគេហៅថា Universal Studio អ្នកគ្នាប៉ុន្តែសម្រាប់ទីតាំងវាហ្មងគឺមានឈ្មោះថា Resort World Sentosa អ្នកគ្នាអូយនៅនេះហាសបោអីលេងខ្លាំងមែនតើហ្មងអ្នកគ្នាបើនិយាយប្លង់ថតរូបវិញច្រើនកន្លែងខ្លាំងមែនតើដូចនៅខាងក្រោយរូបផែនដីហ្នឹងគឺគេកំពុងតែសាងសង់អារបៀបដូចនៅសៀមរាបយើងណាអ្នកគ្នាមានសត្វអីនៅក្នុងកញ្ចក់អីហ្នឹងនៅនេះគឺសម្បូរជនបរទេសមកលេងច្រើនខ្លាំងមែនតើហ្មងអ្នកគ្នាគ្រប់ជាតិសាសន៍ហ្មងហើយសិតតែស្អាតទៀតដាហ្នឹងឃើញហាងផាប់ម៉ាតអ្នកគ្នាបន្តហ៊ានចូលឯងអូខ្ញុំនិយាយមែនបន្ទប់ទឹកនៅសិង្ហបុរីស្អាត clean ហ្មងសឹងថាហៅកន្លែងតោះអត់មានណាអ្នកគ្នាមើលតែក្នុងវីដេអូហ្នឹងទៅនេះឡើង clean ហ្មងកាលខ្ញុំចូលបន្ទប់ទឹកនៅម៉ាឡេខ្លះកន្លែងខ្លះគឺពិបាកមែនតើហ្មងអ្នកគ្នាទោះបីជាឲ្យលុយប្រៀបថាចូលបន្ទប់ទឹកទាំងអស់លុយប៉ុន្តែនៅតែអត់ស្អាតអញ្ចឹងអត់ចង់ប្រៀបធៀបទេអ្នកគ្នាប៉ុន្តែចង់អ្នកគ្នាដឹងអញ្ចឹងណាសូមនិយាយពីសាកតាបន្តិចណាអ្នកគ្នាអញ្ចឹងនៅក្នុងវីដេអូមួយនេះ outfit មួយណាក៏អ្នកគ្នាអាចចូលទៅ check out ជាមួយនឹងសាកតាបានណាអ្នកគ្នាអាច screenshot ក៏បាន chat ទៅសួរផ្ទាល់ក៏បានដែរសាកតា your confidence is here កាត់មកដល់ vlog ខ្ញុំវិញអ្នកគ្នាចូល The Coach Coffee Shop នេះអ្នកគ្នាលយខ្លាំងមែនតើហ្មងអ្នកគ្នាគេលក់កាបូប Coach នៅក្នុងនឹងហើយគេមានលក់កាហ្វេ Coach នៅក្នុងនឹងទៀតលយហ្មងហើយសម្រាប់ drink នេះគឺគេអត់ប្រើតយោទេអ្នកគ្នាគឺគេឲ្យយើងញ៉ាំអញ្ចឹងហ្មងបើនិយាយពីរសជាតិវិញគឺថាមិនណាស់ណាជាងនៅខ្មែរបានទេហើយមួយកែវនេះ10រៀលជាងអ្នកគ្នាបន្ទាប់ពីចេញពី Resort World Sentosa នឹងហើយក៏យើងបានមកកន្លែងគេលក់ប្រេងខ្យល់អ្នកគ្នានេះគឺជា local brand របស់គេហើយប្រទេសនេះក៏ល្បីជាមួយនឹងប្រេងខ្យល់អីហ្នឹងដែរខ្មែរយើងមិនទិញច្រើនពេកដល់ថ្នាក់គេទៅសេអក្សរខ្មែរព្រិនលើกระดาษចឹងហ្មងប្រេងតែឃ្មុំហ្នឹងគឺគេលក់បាន$100សិង្ហបុរីអ្នកគ្នាបើនិយាយពីគុណភាពវិញខ្ញុំមិនដឹងដែរព្រោះដោយសារខ្ញុំមិនដែលបានប្រើទេចឹងអ្នកគេដែលគាត់បានប្រើខមមិនឲ្យខ្ញុំដឹងផងណាផ្លូវនៅនេះធំមែនតើមកអ្នកគ្នាចរាចរណ៍អីហ្នឹងគឺខ្វាត់ខ្វែងពេញហ្នឹងប៉ុន្តែមើលប្រជាជនគេឆ្លងផ្លូវអ្នកគ្នានិយាយទៅគឺសុវត្ថិភាពខ្លាំងមែនតើហ្មងដល់ពេលអាហារថ្ងៃត្រង់អ្នកគ្នាខ្ញុំញ៉ាំអីនៅ Shaw Plaza នេះនិយាយទៅនៅនេះគឺរបៀបដូចជាផ្សារទៅនៅ Vion ចឹងឯងស្តៀងគ្នាចា lunch ខ្ញុំនេះគឺថាសាច់អាំង barbecue soup អីចឹងមកនេះវិញបន្ទប់ទឹកនៅក្នុងផ្សារទៅនៅហ្នឹងណាអ្នកគ្នានិយាយទៅ clean ហ្មងចាថតរូបថតអីមកអែមហ្មងណាខ្ញុំឲ្យលេខ1ហ្មងខ្ញុំនិយាយមែននៅសិង្ហបុរីនេះអានេះផ្លូវនៅក្នុងផ្សារទៅនៅអ្នកគ្នាមើលដូច Eon ណាចេញពីយ៉ាំអីហើយហ្នឹងគឺបានមកកន្លែង Singapore Souvenir អ្នកគ្នានៅនេះគឺគេលក់វត្ថុអនុស្សាវរីយ៍ដែលបញ្ជាក់ថាយើងបានមកសិង្ហបុរីអញ្ចឹងទៅនិយាយទៅពីខ្ញុំទិញកាបូបទិញអីផ្សេងៗនៅនេះខ្ជុកណាអ្នកគ្នាដូចកាបូបនេះអញ្ចឹងគេកំពុងតែ trend ជាមួយនឹង mode របៀបអញ្ចឹងអ្នកគ្នាហើយគេដាក់កែច្នៃជាមួយនឹងសិង្ហបុរីអញ្ចឹងមកគឺគេលក់បាន$3-12សិង្ហបុរីហ្មងហើយបើចាននេះវិញក៏ខ្ជុកដែរអ្នកគ្នាប៉ុន្តែខ្ញុំអត់បានទិញហងនេះគេលក់$10ហើយនេះកាបូបដែលខ្ញុំបានទិញបានណាអ្នកគ្នានិយាយទៅខ្ជុកហ្មងហើយនេះវិញបតាំងសាគេនេះហើយគឺគេមានរូបអាសេះអីហ្នឹងនៅក្នុងហ្នឹងហ្មងឥឡូវដល់វគ្គទៅគិតលុយអ្នកគ្នាបានមកកត្រកនេះដែរកន្លែងមើលតាមផ្លូវនៅចិត្តហ្នឹងអ្នកគ្នានិយាយទៅ clean មែនតើហ្មងសំបីសម្រាប់មួយក៏មានដែរហើយនេះវិញគេកំពុងតែសាងសង់អីចឹងទៅខ្ពស់ណាកន្លែងគេសាងសង់មិញហ្នឹងជិះតាមផ្លូវមកឃើញអាគារនេះអ្នកគ្នាអាគារនេះឈ្មោះគេទេភ្លេចបាត់ហើយឥឡូវនេះខ្ញុំបានមកដល់ Garden by the Bay អ្នកគ្នានិយាយទៅនៅនេះល្បីខ្លាំងមែនតើហ្មងខ្ញុំដើរទៅណាក៏ជួបជាតិសាសអីផ្សេងច្រើនខ្លាំងមែនតើហ្មងនៅ Garden by the Bay នេះក៏គេមានផ្ទះមួយសម្រាប់ដាំរុក្ខជាតិមកពីបណ្ដាប្រទេសផ្សេងហ្នឹងដូចយើងអីចឹងគឺគេមានផ្ការំដួលអីចឹងទៅហើយទៅផ្ការំដួលនោះគឺវារីកតាមនៅស្រុកខ្មែរយើងហ្មងគេធ្វើដល់ដើម្បីតាក់ទាញភ្ញៀវទេសចរអ្នកគ្នាមិនន័យថាគេមិនបាច់ហោះទៅណាឆ្ងាយហោះត្រឹមសិង្ហបុរីនេះក៏អាចមើលផ្កាដែលរីកនៅបណ្ដាប្រទេសផ្សេងបានដែររបៀបអញ្ចឹងដូចជាផ្កាសាគុរ៉ាហ្នឹងក៏មានដែរប៉ុន្តែខ្ញុំបានចូលទេអ្នកគ្នាពុទ្ធសាយើងត្រូវទិញ spot ទិញអីចឹងណាចឹងទៅក៏អត់បានចូលចឹងទៅនៅនេះធំខ្លាំងមែនតើហ្មងអ្នកគ្នាខ្ញុំដើរឡើងចុកជើងដើរឡើងពីប្រជុំទីថាដើរអស់ទេញ៉ៃម៉ែចូលមកដល់ក្នុងនេះហើយគឺសិតតែរុក្ខជាតិនិយាយទៅស្អាតខ្លាំងហ្មងប្លង់ថតរូបវិញគឺថាអូយថតអត់អស់ហ្មងយីម៉ែ
កន្លែងនេះបរទេសគាត់សុំឲ្យខ្ញុំថតឲ្យគាត់ណាគ្នាប៉ុន្តែគាត់ថាឲ្យខ្ញុំថតសិនទៅចាំថតឲ្យគាត់តាមក្រោយអានេះជាផ្ទះកញ្ចក់ដែលខ្ញុំបាននិយាយមុនហ្នឹងជាកន្លែងដាំរុក្ខជាតិផ្កាអីផ្សេងៗហ្នឹងឯងហើយនៅនេះគឺគេកំណត់សីតុណ្ហភាពដីទឹកអីហ្នឹងគឺដូចនៅកន្លែងដែលវារស់នៅអញ្ចឹងដើមដល់កន្លែងនេះឃើញដើមត្បូងយក្សណាគ្នាប៉ុន្តែនឹងថាដើមត្បូងយក្សមែនអត់ទេឃើញប្លាចេះថាវាដើមត្បូងយក្សទៅខាងលើដែរអ្នកគ្នាឃើញគេដើរនៅជុំវិញហ្នឹងគឺយើងត្រូវទិញសបត់ណាអ្នកគ្នាខ្ញុំខ្ជិលទិញចាដើរទៅខាងក្រោមចង់អស់ផងទៅលើទេមិនកើតនេះខ្ជូរណាអ្នកគ្នាគេមានលំបាំគេមានអីតាមបែបសាសនាគេអីចឹងទៅពេលអ្នកគ្នាមកសិង្ហបុរីកុំភ្លេចមក Garden by the Bay អ្នកគ្នាទៅស្លាស់មុខស្លាស់មាត់ខ្លាំងមែនតើមកនិយាយពីដើរវិញដើរអត់ទេដើរមកដល់កន្លែងនេះភ្ញាក់ព្រឹតចាឡើងដូចវត្តភ្នំយើងចឹងណាមាននាឡិកាមានអីហ្នឹងឯងឥឡូវនេះដល់ពេលដែលខ្ញុំត្រូវចេញទៅវិញហើយអ្នកគ្នាទៅមកកន្លែងទៀតទីមើលថាខ្ញុំទៅណាបន្តគឺខ្ញុំទៅកន្លែងម្ល៉េះដែលជារូបសំណាកមួយមានក្បាលជាតោខ្លួនជាត្រីអ្នកគ្នាដែលវាជាតំណាងឲ្យប្រទេសសិង្ហបុរីនឹងហ្មងណានេះគឺជាផ្លូវនៅពេលដែលខ្ញុំដើរទៅកន្លែងហ្នឹងអ្នកគ្នានិយាយទៅពេលហ្នឹងគឺមនុស្សច្រើនខ្លាំងមែនតើហ្មងហៅទៅកន្លែងថតរូបគាត់ចង់បានទេតាឃើញក្តៅខែ so cool wow so cool ចាដល់ពេលវាក្តៅខ្លាំងពេកទៅណានិយាយហត់ទៅចេញខូនេះខ្ញុំកៀងខ្លួនឯងខ្លាំងមែនតើអាកាសធាតុក្តៅមែនណាប៉ុន្តែបើនិយាយពីភៀវទេសចរវិញគឺណែនបឹបចឹងហ្មងហើយនៅនេះមកជុំវិញនឹងគឺសិតតែអាគារស្អាតល្បីជុំវិញហ្នឹងហ្មងអានេះវិញគឺគេហៅថាអាគារត្រេណាអ្នកគ្នាហើយចំណែកអាគារ3នោះដែលមានទូកខាងលើហ្នឹងខ្ញុំមិនដឹងថាទូកឬក៏អីទេតែគេហៅថា Marina Bay Sands ខ្ញុំទៅតែនឹកឃើញឈ្មោះហ្នឹងពេលដែលខ្ញុំទៅហ្នឹងដើរចេះធុញមកទេអ្នកគ្នាសិង្ហបុរីដើរចេះធុញហ្មងខ្ញុំនិយាយមែនឈឺជើងមិនក៏នៅតែដើរណាហើយខ្ញុំដើរតាំងពីព្រឹករហូតដល់យប់ហ្មងតែនេះដើរធុញដល់មានលុយឆនខ្លាំងនេះពលគេអានេះខ្ញុំបានដើរមកដល់ចិត្តរូបសំណាកម្ល៉េះអាហ្នឹងឯងអ្នកគ្នានិយាយទៅឃើញទស្សនវិជ្ជាហ្នឹងគឺនឹកឃើញដល់កប៉ោតយើងហ្មងណានៅកប៉ោតបើសិនជាមានភ្ញៀវបរទេសមកលេងច្រើនអញ្ចឹងនឹងល្អប៉ុណ្ណាទេអ្នកគ្នាអើយខ្ញុំដើរឡើងក្តៅស្អុះក្តៅចុះក្តៅឡើងឥឡូវជួបទស្សនវិជ្ជាពិតជាក់ស្ដែងចានិយាយទៅគេល្បីយូរសិង្ហបុរីភ្លៀងរហូតពេលដែលមេឃភ្លៀងហើយបានមកហូបអញ្ចឹងអីនេះអ្នកគ្នាអូយយីមែនហ្មងជាតិសាហាវហើយបាយនៅនេះប្រហែលជាគេដាំដាក់ជាមួយនឹងតែមេអំបៅអ្នកគ្នាមកគេចេញពណ៌ស្អាតមែនតើបន្ទាប់ពីញ៉ាំអីហើយនឹងក៏ខ្ញុំបានមកដល់មកកន្លែងទៀតអ្នកគ្នាកន្លែងនេះគឺដូចជាផ្សារទំនើបប៉ុន្តែវាមានកាស៊ីណូនៅក្នុងហ្នឹងមានអូតែនៅលើហ្នឹងអីចឹងណាផ្សារហ្នឹងគឺមានឈ្មោះថា The Shop at Marina Bay Sands ណាអ្នកគ្នាដែលអាគារ3ហើយមានទូកពីលើប៉ុន្តែកាស៊ីណូនៅស្រុកនេះគឺគេអត់ឲ្យប្រជាជនគេលេងណាអ្នកគ្នាគេទុកសម្រាប់តែ foreigner ទេប្រជាជនលេងហ្នឹងកើតបានណាអ្នកគ្នាខុសច្បាប់ចូលមកដល់នេះគេថាឃើញទស្សនវិជ្ជាស្អាតមែនតើព្រោះដោយសារពេលដែលខ្ញុំមកហ្នឹងគឺពេលយប់ណាអ្នកគ្នាហើយទៅគេបើកភ្លើងបែបរឹមនិយាយទៅគឺគេដាក់ឲ្យចាំងពេកណាអ្នកគ្នាបែបរ៉ូមែនទិកស្អាតខ្លាំងមែនតើនេះវិញគឺជាហាង Chanel ដែលគេកំពុងតែធ្វើអ្នកគ្នាទៅនៅក្នុងផ្សារនេះគឺសិតតែប្រាំហ្មងអ្នកគ្នាខ្ញុំគ្រាន់តែឃើញហើយគឺថាលេបទឹកមាត់តែម្ដងចាប៉ុន្តែគ្មានលុយទិញទេនៅនេះគឺគេល្បីជាមួយនឹងការជិះទូកក្នុងផ្សារទំនើបហ្នឹងណាអ្នកដើរចូលដើរឡើងហ្នឹងឃើញហាងច្រើនពេកអ្នកគ្នានឹងចូលមួយណាចេះចូលទៅអ្នកគ្នាអើយកន្លែងនេះគឺគេមានលក់តុក្កតាតុកអីហ្នឹងគឺថាលយហ្មងខ្ជុកសាហាវនេះហាង Swarovski អ្នកគ្នានេះវិញហាង Pandora អ្នកគ្នាទៅនៅចិត្តគ្នានឹងឯងផ្សារនេះធំខ្លាំងមែនតើហើយសម្បូរទៅដោយអវ៉ាន់brandឆនកន្លងហ្មងអ្នកគ្នាបើសិនជាបានមកគឺចំណៃភ្នែករបស់អ្នកនរគ្នាហើយកន្លែងនេះគឺគេហៅថាកន្លែងចាយលុយតែខ្ញុំនេះវាអត់លុយចាយចាបានត្រឹមមើលនឹងឯងនេះវិញគឺរបៀបដូចជាទូដៃដាក់នាឡិកាព្រោះដោយសារនាឡិកាគេរាប់ពាន់រាប់ម៉ឺនណាអញ្ចឹងទៅគេត្រូវដាក់នៅក្នុងទូនឹងឯងនៅនេះក៏មានហាងសារ៉ាដែរអ្នកគ្នាខ្ញុំបានចូលមកមើលដែរតម្លៃស្តេងទៅនៅខ្មែរដែរទេហើយនេះវិញគឺជា brand Dior អ្នកគ្នាទៅ Dior ហ្នឹងគឺមានច្រើនហាងខ្លះមែនតើហ្មងដោយសារតែគេបែងចែកគឺអ្នកគ្នាមានគ្រឿង make up ទឹកអប់កៅអៅអីផ្សេងៗចឹងទៅសូម្បីតែហាង Louis Vuitton នេះក៏មាននៅក្នុងនោះដែរអ្នកគ្នាអូយលុយខ្លាំងហ្មងហ្នឹងមើលតែវ៉ាន់ដែលគេ display អ្នកគ្នាអូយលុយសាហាវហ្មងហ្នឹងតែហ៊ានចូលទេយីម៉ែហើយគេមាន Sephora នៅក្នុងនោះទៀតលុយប្រដៅអ្នកគ្នាខ្ញុំពាក់អាវដែលតាំងពីផឹកថាអត់ព្រោះដោយសារខ្ញុំខ្ជិលដូរអ្នកគ្នាឡើងតែនៅដូរហ្នឹងអត់បានដើរលើហើយសំខាន់ណាស់នៅក្រៅនេះអ្នកគ្នាចេញមកក្រៅហ្នឹងគឺមានហាង Louis Vuitton គេលក់កំបោបអូយយីម៉ែហ្មងនៅលើទឹកចឹងហ្មងអ្នកគ្នាលុយប្រដៅសំខាន់គេចេះលុយណាគេធ្វើនៅលើទឹកចឹងហ្មងហើយពេលយប់ទៅស្អាតណាអ្នកគ្នាបន្តមកទៀតគឺដល់ពេលដែលខ្ញុំត្រូវមកមើលទឹករមហើយមកមើលអាអ្នកគ្នាអើយមនុស្សច្រើនហ្មងហើយមកអាគារនៅខាងក្រោយនៅខាងមុខអីនេះអូយស្អាតសាហាវបដ ாய் ហ្នឹងនេះកន្លែងដែលគេធ្វើទឹករមហ្នឹងនិយាយទៅគឺគេមានភ្លើងគេមានទឹកបាញ់គេអីចឹងទៅហើយទឹករមហ្នឹងគឺវារមតាមភ្លេងបែបទន់ភ្លន់បែបញាក់អីក៏មានដែរហើយមានរូបគំនូរនៅក្នុងទឹកហ្នឹងទៀតលយណាអ្នកគ្នាគាត់ដល់ម៉ោងទឹករមភ្លៀងគេថាមេឃភ្លៀងតែម្ដងចានិយាយទៅសាចទឹកផងសាចមេឃភ្លៀងផងខ្ញុំឡើងជោកដល់គ្នាប៉ុន្តែនៅតស៊ូមើលមែនតើ
តពីជោគមែនតែនេះចាគឺរត់ដែលម្ដងចារត់មកចូលក្នុងនេះហើយផ្ទៃចតលទីខ្ញុំថតបានសសចឹងណាតែញ៉ៃម៉ែអ្នកគ្នាស្អាតខ្លាំងសុខចិត្តមើលដល់ជោគខ្លួនណាតគ្នាដើរចូលក្នុងផ្សារវិញនេះគឺឃើញអាហុកនេះអ្នកគ្នាថតអ្នកគ្នាមើលចឹងទៅចឹងវីដេអូ part 2 របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅ part 3 ណា Bye guys